ai tham miênពេលខ្លះអ្នកគិតមិនបានគ្រប់ជ្រុងជ្រោយហើយក៏និយាយជ្រុលជ្រោះឬសម្រេចចិត្តខុសដែលនាំឲ្យខូចខាតប្រយោជន៍ឬបាត់បង់ទ្រព្យធនជាដើមសូមកុំស្ដីបន្ទោសខ្លួនឯងច្រើនពេកអីដំណើរជីវិតតែងមានខុសខ្លះអីចឹងឯងគ្មានអ្នកណាម្នាក់បានល្អ 100% ទេអាយុនៅក្មេងចិត្តគំនិតក៏នៅក្មេងខ្ចីធ្វើឲ្យអ្នកឆាប់ឆេវឆាវហើយគិតខ្លីវាជាដំណើរធម្មតានៃការវិវត្តផ្នែកខួរក្បាលនិងចិត្តគំនិតបើខុសឆ្គងសូមការអនុគ្រោះលើកលែងពីគេទៅកុំខ្មាស់អៀនអីរួចហើយងើបឡើងបន្តដំណើរទៅមុខទៀតផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2ក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើរចាត់ទុកកំហុសខុសឆ្គងនិងបរាជ័យទាំងនោះថាជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅថ្ងៃក្រោយរឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សបានប្រកបជាងមុនអង្គុលីមៀលផុងខ្លួនធ្វើខុសដើរសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់តែចុងក្រោយបានតាំងចិត្តកែខ្លួនបួសជាបព្វជិតហើយបានត្រាស់ជាព្រះអរហន្តបានជាសាវកដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងអ្នកបានធ្វើកំហុសពីមុនមកហើយចេះកែប្រែខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរថាជាបណ្ឌិតជីវិតបានភ្លឺត្រចះត្រចង់ឧបមាដូចជាព្រះច័ន្ទបានចេញផុតពីពពកដូច្នោះឯងរួចពីកម្មពីវេរាពីអតីតមកអ្នកគ្មានវិធីរត់គេចពីវាបានទេព្រោះអ្នកមិនអាចបកក្រោយហើយកែទង្វើដែលអ្នកបានធ្វើក្នុងអតីតកាលបានឡើយតែពីវេរាទៅថ្ងៃមុខអ្នកអាចជៀសបានដោយកម្លាំងនៃការរក្សាសិលបានដល់ការប្រព្រឹត្តល្អដោយកាយវាចាចិត្តការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមានដូចជាការមិនប៉ះពាល់ជីវិតអ្នកដទៃការមិនកាប់កេងលួចទ្រព្យអ្នកដទៃការមិនធ្វើឲ្យកូនប្រពន្ធអ្នកដទៃក្តៅក្រហាយការមិនកុហកបោកប្រាស់ជាដើមពេលអ្នកមិនបានធ្វើឲ្យអ្នកដទៃក្តៅក្រហាយគេក៏មិនមានចិត្តចងពៀមិនមានបំណងអាក្រក់ដាក់អ្នកវិញដែរដោយសារអ្នកមិនបានធ្វើអាក្រក់ដាក់អ្នកដទៃអ្នកក៏មានចិត្តស្រស់ស្រាយមិនភ័យខ្លាចមិនព្រួយបារម្ភរឿងមានទោសពៃឬខ្លាចគេធ្វើអាក្រក់ដាក់អ្នកវិញឡើយនោះហើយជាចិត្តដែលរួចផុតពីពាវេរាមនុស្សមានពៀគឺជាមនុស្សដែលបៀតបៀនគេធ្វើឲ្យអ្នកដទៃក្តៅក្រហាយមនុស្សមានចិត្តចងគំនុំគុំគួនខ្លួនក៏លំបាកព្រោះភ្លើងកំហឹងឆេះក្នុងចិត្តរាល់ថ្ងៃ
ហើយគេក៏ក្តៅក្រហាយព្រោះទង្វើអាក្រក់របស់យើងម្យ៉ាងទៀតពាវេរានោះនឹងជាប់តាមគ្នាវែងឆ្ងាយក្នុងសង្សារវដ្តបើអ្នកដាំពូជភ្លើងអ្នកនឹងបានផលក្តៅក្រហល់ក្រហាយត្រឡប់មកវិញបើអ្នកធ្វើឲ្យគេក្តៅក្រហាយអ្នកនឹងបានភាពក្តៅក្រហាយនោះមកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះបើអ្នកបានសាងល្អរក្សាសិលពេលបច្ចុប្បន្នឈ្មោះថាអ្នកមិនបានសាងពាវេរាទៅថ្ងៃមុខតែបើអ្នកមានកម្មពាវេរាពីអតីតជាតិមកអ្នកត្រូវទទួលផលកម្មនោះវិញអ្នកមិនអាចរត់គេចពីកម្មចាស់បានទេសូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ត្រូវទទួលផលកម្មចាស់ដែរតែដោយអំណាចនៃអំពើល្អដោយអំណាចនៃសិលដែលអ្នកបានរក្សាពេលបច្ចុប្បន្នកម្លាំងបុណ្យនោះអាចជួយសម្រាលទុក្ខបានខ្លះដែរតាមកម្លាំងរបស់វាឧបមាដូចជាអ្នកស្លសម្លជ្រុលជាប្រៃទៅហើយអ្នកអាចដាក់ទឹកថែមដើម្បីឲ្យវាសាបបានខ្លះយ៉ាងណាមិញបើអ្នកបានជ្រុលជាធ្វើបាបកម្មខ្លះទៅហើយអ្នកមិនអាចកែប្រែវាបានទេតែអ្នកអាចធ្វើអំពើល្អថ្មីដែលជួយអ្នកឲ្យបានផលល្អផលថ្មីជាបន្តបន្ទាប់ចន្លោះពេលដែលបាបឲ្យផលនោះឯងយើងគ្រប់គ្នាគួរយល់ដឹងថាគ្មានវិធីសាស្ត្រណាគ្មានបុគ្គលណាឬព្រះណាអាចបញ្ជាអ្នកឲ្យរួចពីផលនៃកម្មចាស់ដែលអ្នកបានធ្វើឡើយព្រោះបើអាចធ្វើបានមែនវាជារឿងអយុត្តិធម៌ណាស់ធ្វើអាក្រក់ហើយទៅសុំឲ្យរួចពីផលកម្មដែលខ្លួនបានធ្វើតែបើអ្នកប្រឹងប្រែងអប់រំចិត្តលះបង់នៅកិលេសអស់បានក្លាយជាព្រះអរហន្តហើយបរិនិព្វានកម្មលែងតាមទាន់កម្មរកម្ចាស់លែងឃើញព្រោះព្រះអរហន្តលែងមានជាតិកំណើតតទៅមុខទៀតហើយអ្នកអាចធ្វើបុណ្យឧទ្ទិសកុសលជូនដល់មនុស្សសត្វដែលធ្លាប់មានពាវេរានឹងគ្នាហើយតាំងចិត្តរក្សាសិលឲ្យបានល្អចាប់ពីពេលនេះតទៅបុណ្យកុសលទឹកចិត្តមេត្តានឹងជួយអ្នកឲ្យបានសុខមិនសូវជួបទុក្ខច្រើនឡើយរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯង
ឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនសេរីសួស្តីមួម៉ៅច្រើនសេរីរត់ចេញរីករាយវិញសេរីរត់ចូលជាទូទៅយើងឲ្យតម្លៃសេរីសួស្តីទៅលើរឿងល្អល្អរឿងសប្បាយសប្បាយមានលៀបមានជ័យជាដើមតែគួរចងចាំថាផលល្អទាំងនោះកើតឡើងអាស្រ័យហេតុល្អហេតុដែលជាកុសលដែលអ្នកខិតខំប្រព្រឹត្តធ្វើពីមុនមកហេតុនៃសេរីសួស្តីនោះមានដូចជាការសេពគប់ត្រូវការតស៊ូព្យាយាមក្នុងកិច្ចការងារដែលអ្នកធ្វើការរៀនសូត្របង្កើនចំណេះដឹងការចេះគួសមរស់រាយរាក់ទាក់ការចេះចែករំលែកដល់អ្នកលំបាកការចិញ្ចឹមមេត្តាបិតាសេចក្តីអត់ធន់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់ចិត្តធ្ងន់ចិត្តរស់រាយចិត្តឃ្លាវខ្លាជាដើមទាំងនោះគឺជាហេតុដើមនៃសេរីសួស្តីព្រោះសេរីសួស្តីនោះជាឈ្មោះនៃចិត្តល្អចិត្តជាកុសលចិត្តរីករាយជ្រះថ្លានោះឯងអ្នកបានសាងនៅហេតុនៃសេរីសួស្តីនោះសេរីនឹងរត់មករកអ្នកវិញមិនពិបាករត់តាមវាប៉ុន្មានទេឬក៏មិនពិបាកដើរសួរគ្រូហៅពេកដែររៀនរីករាយទទួលថ្ងៃថ្មីដោយចិត្តស្រស់ស្រាយក្នុងសេចក្តីល្អបើអ្នកគ្មានអ្វីច្រើនយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់បន្តមួយថ្ងៃទៀតអ្នកនៅមានដៃមានជើងមានសតិស្មារតីសម្រាប់បំពេញការងារបន្តរៀនរីករាយចំពោះអ្វីដែលអ្នកមានអ្វីដែលអ្នករកបានដោយសុចរិតហើយប្រឹងប្រែងបន្តទៀតតែបើដំណើរជីវិតនេះត្រូវជួបរឿងមិនល្អខ្លះរឿងអពមង្គលខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងនៅតែជារឿងហើយចិត្តកាន់តែស្មុគស្មាញថែមជីវិតតែងជួបបញ្ហាខ្លះអីចឹងឯងទ្រាំទៅបើជួបហើយប្រឹងដោះទៅហើយបើដោះហើយត្រូវដើរហួសទៅមុខទៀតកុំស្ពាយរឿងសំពីងសំពងពេកសេរីសួស្តីមិននៅជាមួយយើងទេទុកពេលវេលាដែលនៅមានសេសសល់សម្រាប់គិតរឿងថ្មីធ្វើការងារថ្មីសាងបុណ្យថ្មីដើម្បីបានសេរីសួស្តីថ្មី
ហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយ
ចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសគេឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើន
ក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលធនៈភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងថឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នកថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អគឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សពសត្វទម្លាប់ពូលវិចារល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលាភថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះអាស្រ័យលើកម្មគឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យល្អច្រើនពីមុនមកហើយបុណ្យនោះដល់ពេលឲ្យផលអ្នកក៏ជួបរឿងល្អរឿងរីករាយរកស៊ីបានចម្រុងចម្រើនទៅតែបើពេលបាបចាស់តាមទាន់វិញអ្នកនឹងជួបរឿងមិនល្អរឿងអកុសលឬរកស៊ីខាតលងចង់ទៅកម្មគឺលោកសំដៅទៅលើអំពើដែលអ្នកបានសាងពីអតីតផងក្នុងពេលបច្ចុប្បន្នផងកម្មនោះជាអ្នកចាត់ចែងឲ្យអ្នកបានជួបរឿងហេងឬរឿងសោយក្នុងដំណើរជីវិតរបស់អ្នកបើអ្នកខំប្រព្រឹត្តល្អចិញ្ចឹមមាតាបិតាមានចំណេះចេះដឹងច្រើនមានកាយវាចាល្អប្រពៃហើយប្រុងប្រយ័ត្នព្យាយាមក្នុងកិច្ចការងារអ្នកបុណ្យពេលបច្ចុប្បន្ននោះនឹងជួយបើកឱកាសដល់បុណ្យចាស់ចាស់
មកឲ្យផលឲ្យអ្នកបានចម្រុងចម្រើនតែបើអ្នកប្រព្រឹត្តអំពើមិនល្អពេលបច្ចុប្បន្នដូចជាដើរផឹកស៊ីប៉ោឡែខ្ជិលច្រអូសធ្វេសប្រហែសកម្មមិនល្អក្នុងពេលបច្ចុប្បន្ននឹងបើកឱកាសឲ្យអកុសលកម្មពីអតីតមកឲ្យផលមិនខានអ្នកនឹងលិចលង់នឹងមិនចម្រុងចម្រើនទៅមុខឡើយព្រោះកម្មបច្ចុប្បន្នក៏មិនល្អកម្មពីអតីតក៏ឲ្យផលថ្ងៃហេងថ្ងៃសួយអាស្រ័យលើកម្មអ្នកអាស្រ័យលើចិត្តអ្នកមិនស្ថិតនៅលើមាត់គេថាទេបើអ្នកចង់បានថ្ងៃល្អចង់បានថ្ងៃជ័យត្រូវខំសាងល្អល្អដោយកាយល្អដោយវាចាល្អដោយចិត្តហើយបើមានថ្ងៃខ្លះអ្នកជួបរឿងសោយជាថ្ងៃដែលបាបចាស់ឲ្យផលសុំគុំកើតទុក្ខទូមនោះទូមនិញច្រើនពេកអីចិត្តទុកថាជាផលនៃបាបចាស់ហើយខិតខំធ្វើអំពើល្អថ្មីដូចជារំលឹកគុណព្រះរតនត្រ័យថ្វាយគ្រឿងសក្ការៈចំពោះព្រះពុទ្ធជាម្ចាស់ជូនទេយ្យទានចំពោះលោកឪពុកអ្នកម្ដាយដាក់បាតព្រះសង្ឃឬក៏ធ្វើអំពើល្អផ្សេងជាការសាងបុណ្យថ្មីបុណ្យថ្មីជាឈ្មោះនៃសេចក្តីសុខផ្លូវចិត្តបុណ្យនោះនឹងជួយឲ្យអ្នកបានស្រស់បានសុខហើយអនាគតក៏បានភ្លឺថ្លាដែរជោគជតារាសីរបស់យើងម្នាក់កើតឡើងអាស្រ័យខ្លួនយើងខ្លួនឯងជាអ្នកបង្កើតសូមគុំស្វែងរកសេរីសួស្តីពីខាងក្រៅឡើយបើចង់ឲ្យទេវតាអមនុស្សជួយអ្នកក៏អ្នកត្រូវតែមានបុណ្យឲ្យទេវតានោះជួយដែរបើអ្នកគ្មានបុណ្យសន្សំមកទេគ្មានព្រះអិនព្រះព្រហ្មណាអាចជួយអ្នកបានឡើយទ្រព្យគេទ្រព្យយើងក្នុងដំណើរនៃវដ្តសង្សារនេះមិនដឹងថាយើងម្នាក់ជាប់ជំពាក់កម្មជាមួយអ្នកណាខ្លះធ្លាប់ធ្វើបាបធ្វើអាក្រក់ចងពៀជាមួយគ្នាពីជាតិណាមកទេកំហឹងគំនុំស្អប់ចងអាឃាតគ្នាឬបាបកម្មណាមួយសុទ្ធតែនាំឲ្យមានពៀវេរាកំណើតវិលវល់អន្ទូលទៅមកដល់ពេលណាមួយកម្មនោះនឹងវិលមករកអ្នកវិញពេលកម្មចាស់ឲ្យផលអ្នកក៏ត្រូវជួបរឿងមិនល្អព្រាត់ប្រាសឬខាតលងចុងទៅអ្នកធ្វើបាបកម្មអាក្រក់តែម្ដងទេតែពេលកម្មឲ្យផលមិនមែនឲ្យតែម្ដងទេត្រូវឲ្យការគេថែមទៀតត្រូវទទួលផលកម្មនោះច្រើនដងឬច្រើនជាតិដោយសារចេតនាក្នុងការធ្វើកម្មនោះច្រើនដែរគឺចេតនាមុនពេលធ្វើលោកហៅថាបុព្វចេតនាចេតនាពេលកំពុងធ្វើលោកហៅថាមញ្ញនចេតនានិងចេតនាដែលអ្នកធ្វើឲ្យសប្បាយក្នុងការធ្វើបាបនោះលោកហៅថាអបរចេតនាពេលធ្វើអាក្រក់អ្នកខ្លះសប្បាយណាស់ព្រោះវានាំឲ្យបានទ្រព្យធនបានលៀបបានយសឬឈ្នះគេដោយទង្វើអាក្រក់របស់ខ្លួន
តែកុំភ្លេចថាការធ្វើបាបនោះមានឧបមាដូចជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសដូច្នោះឯងឆ្ងាញ់ពីដំបូងតែចុងក្រោយត្រូវពុលស្លាប់យ៉ាងណាមិញទ្របរោគដោយការបៀតបៀនអ្នកដទៃជាទ្របក្តៅក្រហាយជាទ្របមានពៀមិនសុខកាយមិនសុខចិត្តឡើយហើយជាប់ពៀវរាវែងឆ្ងាយក្នុងជីវិតបច្ចុប្បន្ននេះផងក្នុងអនាគតជាតិផងបាបកម្មនោះនឹងតាមលងបន្លាចអ្នករហូតដល់ថ្ងៃស្លាប់យើងគ្រប់គ្នាគួរខ្លាចបាបខ្លាចអំពើអាក្រក់មិនគួរចាញ់បោកវាមិនគួរឲ្យវាដឹកមុខហើយទៅប្រព្រឹត្តអាក្រក់ឡើយព្រោះអំពើបាបនោះនឹងនាំទុក្ខមកខ្លួនយើងវិញបាបវានាំឲ្យយើងសប្បាយក្នុងរយៈពេលខ្លីតែត្រូវរងទុក្ខក្នុងរយៈពេលវែងគួរមានស្មារតីប្រឹងរកទ្រព្យដោយសុចរិតមិនបៀតបៀនមិនប៉ះពាល់ទ្រព្យអ្នកណាឡើយបានតិចបានច្រើនជាទ្រព្យត្រជាក់ជាទ្រព្យពរជ័យអ្នករស់នៅដោយសេចក្តីសុខមិនផិតភ័យមិនតក់ស្លុតក្នុងចិត្តឡើយព្រោះគ្មានអំពើបាបមកតាមលងបន្លាចអ្នកនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុក្ខច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅ
បាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដែលសមគួរបាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះទឹកលិចទៅចំណែកអ្នកដែលចូលចិត្តចរណែននិន្ទាអ្នកដទៃកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀតសូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដ្ឋជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធ
បារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវិជ្ជាឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4បញ្ញាបារមីការសន្សំចំណេះដឹងការប្រើបញ្ញាញាណសម្រាប់ត្រេះរិះពិចារណាក្នុងការដោះស្រាយបញ្ហាទី5វិរិយបារមីការតស៊ូព្យាយាមជំនះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួនទី6ខន្តិបារមីសេចក្តីអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃឬការងារលំបាកផ្សេងទី7សច្ចៈបារមីការរក្សាពាក្យសច្ចៈមិនក្បត់ពាក្យសន្យាទី8អធិដ្ឋានបារមីការបដិញ្ញាចិត្តខ្ពស់មិនងាយបោះបង់ការងារចោលទី9មេត្តាបារមីសេចក្តីស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់មិនងាយខឹងក្រេវក្រោធនិងទី10